ធានប្រសិទ្ធភាពកម្ពុជាលោកហ៊ុនសែននឹងទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនាខណៈប្រទេសទាំងពីរបង្ហាញការបដិញ្ញាចិត្តពង្រឹងទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសេចក្តីប្រកាសព័ត៌មានរបស់ប្រសិទ្ធភាពកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី23ខែមិថុនាបានឲ្យដឹងថាទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់បកកុម្មុយនីសចិនក្នុងអំឡុងពេលស្នាក់នៅប្រទេសចិនលោកហ៊ុនសែនក្រុងជួបទ្វេភាគីជាមួយប្រធានាធិបតីលោកស៊ីជីនពីងដែលជាអគ្គលេខាធិការបកកុម្មុយនីសចិនផងដែរលោកក៏នឹងជួបពិភាក្សាដាច់ដライជាមួយនាយករដ្ឋមន្ត្រីចិនលោកលីឈៀងនិងលោកចៅលើឈីប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនលោកហ៊ុនសែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលរួមមានលោកទាបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណៈបកប្រជាជនព្រមទាំងថ្នាក់ដឹកនាំសំខាន់នៃស្ថាប័ននីតិបញ្ញត្តិនិងរាជរដ្ឋាភិបាលប្រសិទ្ធភាពបានឲ្យដឹងថាលោកហ៊ុនសែនក៏នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តមសីហមុនីនិងព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុដែលកំពុងគង់ប្រថាប់នៅប្រទេសចិនផងដែរដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលកម្ពុជានិងចិនបន្តពង្រីកកិច្ចប្រតិបត្តិការលើវិស័យយោធាសេដ្ឋកិច្ចពាណិជ្ជកម្មការពិជាតិនិងហេដ្ឋារចនាសម្ព័ន្ធប្រទេសចិនគឺជាវិនិយោគិននិងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជាហើយបានផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាច្រើនរួមមានផ្លូវថ្នល់ស្ពានរលានយន្តហោះនិងតំបន់សេដ្ឋកិច្ចពិសេសចាប់តាំងពីចាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ2023លោកហ៊ុនសែននៅតែបន្តដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងការទូតនិងនយោបាយរបស់កម្ពុជាក្នុងនាមជាប្រធានប្រសិទ្ធភាពនិងជាប្រធានគណៈបកប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាបាននិយាយថាទស្សនកិច្ចនេះនឹងបញ្ជាក់ឡើងវិញនូវមិត្តភាពដាច់ថែបរវាងប្រទេសទាំងពីរនិងជំរុញការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្ដៅកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីអ្នកវិភាគមួយចំនួនមើលឃើញថាដំណើរទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលទីក្រុងភ្នំពេញផ្ដល់ឲ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំងនៅពេលដែលតំបន់កំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងរវាងមហាអំណាច